ចាអញ្ចឹងជាបន្តទៀតសូមកូនកលេចមកមើលលើក្តារខៀនចាអញ្ចឹងអ្នកគ្រូនឹងប្រាប់កូនអំពីការសរសេរនៃព្យាញ្ជនៈបប្រាសញ្ញាធ្មេញកណ្ដុរបចាអញ្ចឹងដើម្បីសរសេរបបានគឺយើងត្រូវទាញចំនួនប៉ុន្មានចលនាអូនចាអញ្ចឹងសូមកូនមើលចាអញ្ចឹងដើម្បីសរសេរបនេះបានគឺយើងត្រូវទាញចំនួន7ចលនាអញ្ចឹងដើម្បីកាន់តែច្បាស់អ្នកគ្រូនឹងសរសេរកូនមើលនៅលើក្តារខៀនអញ្ចឹងសូមកូនចាំមើលដែលយកចិត្តទុកដាក់ណាចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមសរសេរហើយបចាទី1ទី2ទី3ទី4ទី5ចាអញ្ចឹងយើងបានព្យាញ្ជនៈបហើយចាអញ្ចឹងនៅពេលដែលយើងប្រើសញ្ញាធ្មេញកណ្ដុរចា6 7ចាអញ្ចឹងនៅពេលដែលយើងប្រើសញ្ញាធ្មេញកណ្ដុរវានឹងទៅជាបចាអញ្ចឹងសូមកូនមើលចាទី1ចលនាទី2ចាតទៀតចលនាទី3ចលនាទី4ចលនាទី5ចាបន្តមកទៀតយើងប្រើសញ្ញាធ្មេញកណ្ដុរចាអញ្ចឹងយើងទាញពីលើចុះមកក្រោមត្រង់ទី6ចាទាញមួយទៀតទី5 7ចាអញ្ចឹងដើម្បីសរសេរពបានគឺយើងត្រូវទាញចំនួន7ចលនាចាអញ្ចឹងអំបញ្ញមិញគឺកូនបានឃើញអ្នកគ្រូសរសេរកូនមើលហើយនៅលើក្តារខៀនចាអញ្ចឹងដើម្បីសរសេរពបានគឺយើងត្រូវទាញចំនួន7ចលនាចាអញ្ចឹងជាបន្តទៀតចាអញ្ចឹងជាបន្តទៀតនេះគឺអ្នកគ្រូឲ្យកូនផាត់ពណ៌ចាពចាអញ្ចឹងគឺសូមកូនយក color ពីដើមមកអញ្ចឹងពណ៌ខៀវមួយដើមនិងពណ៌ក្រហមមួយដើមចាអញ្ចឹងសូមកូនយកពណ៌ខៀវដើម្បីផាត់ពណ៌ចានៅខាងលើនេះកូនចាអញ្ចឹងសូមកូនផាត់ទៅតាមចលនាដែលកូនបានមើលអ្នកគ្រូបង្រៀនកូនអំបញ្ញមិញចាអញ្ចឹងទី1ទី2ទី3ទី4ទី5ទី6ទី5 7ចាអញ្ចឹងជាបន្តសូមកូនផាត់ដូចគ្នានឹងមកចាអញ្ចឹងសូមកូនផាត់ឲ្យស្អាតណាកុំឲ្យចេញក្រៅបន្ទាប់ពីកូនផាត់ព្យាញ្ជនៈបប្រាសញ្ញាធ្មេញកណ្ដុរទៅជាពណ៌ខៀវរួចហើយអញ្ចឹងសូមកូនផាត់ពណ៌ក្រហមវិញម្ដងចាអញ្ចឹងសូមកូនយក color ពណ៌ក្រហមឬហើយផាត់ពណ៌ចាទៅតាមអ្វីដែលអ្នកគ្រូបានប្រាប់កូនអំបញ្ញមិញចាអញ្ចឹងទី1ទី2ទី3ទី4ទី5ទី6ទី5 7ចាអញ្ចឹងសូមកូនផាត់បន្ទាប់រហូតដល់អស់មកកូនចាអញ្ចឹងសូមកូនផាត់ឲ្យបានស្អាតនិងឲ្យបានត្រឹមត្រូវផងកូនចាអញ្ចឹងបន្ទាប់ពីកូនផាត់ពណ៌រួចហើយចាអញ្ចឹងជាបន្តយើងចូលដល់ចាសូមកូនយកខ្មៅដៃមកសរសេរពណ៌ទៅតាមគំនូសវិញម្ដងចាអញ្ចឹងសូមកូនសរសេរណាចាអញ្ចឹងសូមកូនសរសេរទៅតាមចលនាដែលអ្នកគ្រូបានប្រាប់កូនមិញដែលមាន7ចលនានោះចាអញ្ចឹងកូនសរសេររហូតដល់ចប់ណាកូនចាអញ្ចឹងមកកូនសរសេរហើយអញ្ចឹងសូមកូនអានឲ្យអ្នកគ្រូស្ដាប់បន្តិចមកចាអញ្ចឹងអានថាពចាតទៀតចាម្ដងទៀតចុងក្រោយពចាអញ្ចឹងគឺកូនបានអានហើយពចាអញ្ចឹងសូមកូនសរសេរឲ្យបានស្អាតណាកូនចាអញ្ចឹងកូនសរសេររួចរាល់ហើយណាកូនចាអញ្ចឹងបើកូនសរសេររួចរាល់ហើយកូនមើលលំហាត់បន្តទៀតចាអញ្ចឹងនៅក្នុងលំហាត់នេះដែរគឺអ្នកគ្រូឲ្យកូនសរសេរពឡើងវិញអញ្ចឹងអំបញ្ញមិញគឺកូនបានអានហើយនៃព្យាញ្ជនៈបប្រាសញ្ញាធ្មេញកណ្ដុរពចាអញ្ចឹងកូនក៏បានសរសេរទៅតាមគំនូសដែរចាអញ្ចឹងឥឡូវនេះសូមកូនសរសេរពឡើងវិញណា
ចាអញ្ចឹងសូមកូនសរសេរបានស្អាតណាកូនចាអញ្ចឹងកូនសរសេររួចរាល់ណាកូនចាល្អណាស់កូនចាអញ្ចឹងនៅផ្ទះសូមកូនវឹកហាត់ចាអញ្ចឹងយកខ្មៅដៃយកសៀវភៅមករួចហើយវឹកហាត់អាននិងសរសេរពឡើងវិញបន្ថែមទៀតកូន